បាទខ្ញុំបាទសូមជម្រាបសួរគណៈពេលនេះជួបជាមួយនឹង admin មនីជួបជាមួយនឹងសាររឿងមួយដែលមានចំណងជើងថាការប្រកួតរវាងសង្គ្រាមអាល្លឺម៉ង់ជាមួយនឹងអង់គ្លេសអញ្ចឹងយើងមកមើលក្មេងប្រុសម្នាក់នេះដែលមានឈ្មោះថា Albert គឺបានឆ្លាញ់សេះមួយដែលនៅកាស្ថានដោយសារអាកាសដ្ឋាននេះដែរគឺខ្វះលុយសម្រាប់បង់ថ្លៃជួលអាកាសដ្ឋានក៏សម្រាប់ចិត្តលក់សេះទាំងពីរក្បាលនេះឲ្យទៅខាងឈ្មួញសម្រាប់យកទៅដេញថ្លៃហើយមនុស្សម្នាគេនាំគ្នាទៅដេញថ្លៃយកសេះចំនួន2ក្បាលហ្នឹងតែដោយសារឪពុករបស់ Albert បានឆ្លាញ់សេះហ្នឹងក៏បានដេញថ្លៃសេះហ្នឹងយកទៅឲ្យ Albert ហើយម្ដាយរបស់ Albert គឺខឹងយ៉ាងខ្លាំងប៉ុន្តែ Albert គឺសប្បាយចិត្តណាតែងតែទៅលេងជាមួយនឹងសេះហ្នឹងជារៀងរាល់ថ្ងៃដើម្បីឲ្យយកចិត្តសេះហ្នឹងហើយដល់រដូវធ្វើស្រែចម្ការក៏ឪពុករបស់ Albert នេះគឺបានយកអាកឡៅនេះដើម្បីយកទៅពាក់ជាមួយនឹងសេះហ្នឹងគឺសេះហ្នឹងគឺដាក់ឈ្មោះថា Jonic ហើយឪពុករបស់គេហ្នឹងគឺខឹងយ៉ាងខ្លាំងដោយសារសេះហ្នឹងវាអត់ស្ដាប់បង្គាប់គាត់ទេវារើបង្រាស់ដល់អញ្ចឹង Albert ហ្នឹងក៏បានទៅលុំនឹងសេះហ្នឹងដោយនិយាយជាមួយនឹងសេះហ្នឹងក៏យកអាចរកស៊ូនេះដូចជាកង់ឡានហ្នឹងណាបងប្អូនដើម្បីទៅពាក់កដើម្បីទៅដាក់នាងកដើម្បីយកទៅភ្ជួរដីដែលក្តៅហើយដីហ្នឹងគឺសម្បូរទៅដោយថ្មមែនតែនហើយម្ដាយរបស់ Albert ដែលឈ្មោះថា Nero ហ្នឹងក៏បានឈរសម្លឹងហើយមនុស្សម្នាគេនាំគ្នាទៅឈរសោចចំអក Albert ថា Albert មនុស្សដូចជាអត់សូវគ្រប់ទឹកចឹងទៅភ្ជួរនៅលើថ្មស្រាប់តែភ្ជួរសុកស្រាប់តែមេឃភ្លៀងមកយ៉ាងខ្លាំងហើយមនុស្សម្នាគេនាំគ្នាចេញទៅអស់ទៅហើយ Albert ក៏អាចភ្ជួររាស់ដីនឹងបានហើយព្រោះដោយសារមេឃភ្លៀងខ្លាំងទៅធ្វើឲ្យដីនឹងជ្រាយ Albert ក៏អាចភ្ជួររាស់បានហើយមានម្ដាយរបស់ Albert នេះគឺគាត់ទៅលើកទឹកចិត្តកូនប្រុសរបស់ខ្លួនណាដោយសារការតស៊ូរបស់ Albert ហើយមានបងប្រុសរបស់គេហ្នឹងគឺទៅឈរមើល Albert មានឪពុករបស់គេហើយគេក៏បានភ្ជួរបានហើយសង្គ្រាមបានមកដល់លោកមេតបដែលមានឈ្មោះថា Nico គឺបានមកដល់អាកាសដ្ឋានរបស់ Albert ហើយក៏បានទិញសេះដើម្បីយកទៅប្រយុទ្ធជាមួយនឹងតបអាល្លឺម៉ង់ឪពុករបស់គេក៏បានសម្រេចចិត្តលក់សេះរបស់គេហ្នឹងឲ្យទៅលោកមេតបហើយ Albert ហ្នឹងក៏បានដឹងក៏បានមកនិយាយជាមួយនឹងលោកមេតប Nico ហ្នឹងដើម្បីសុំយកសេះវិញក៏ប៉ុន្តែលោកមេតប Nico ហ្នឹងក៏បាននិយាយជាមួយនឹង Albert ដោយការសន្យាថាគេនឹងរក្សាសេះហ្នឹងឲ្យរស់រានមានជីវិតដើម្បីបញ្ចប់សមរភូមិគឺនឹងយកមកឲ្យ Albert វិញក៏ប៉ុន្តែ Albert គឺមានការសោកស្ដាយជាខ្លាំងហើយមនុស្សម្នាជាច្រើនក៏នាំគ្នាអបអរសាទរទាហានដែលទើបនឹងចូលថ្មីគឺមានបងប្រុសរបស់ Albert ដែរហើយកន្លែងនេះហើយដែល Albert រត់មករកសេះរបស់គេដើម្បីពាក់កន្សែងក្រហមទៅករបស់សេះរបស់គេមនុស្សម្នាគេនាំគ្នាទៅលាកងទ័ពថ្មីចំណែក Albert វិញគឺគេរត់មកលាសេះរបស់គេដែលចូលទៅសមរភូមិមុខដូចគ្នាហើយតបរបស់អាល្លឺម៉ង់គឺគេបានត្រៀមរួចរាល់ហើយគឺសម្រាប់ធ្វើសង្គ្រាមជាមួយនឹងអង់គ្លេសដែលនៅឆ្នាំ1914រវាងតបអង់គ្លេសហើយនិងអាល្លឺម៉ង់អញ្ចឹងតបបង្កប់របស់លោកមេតប Nico ហ្នឹងគឺបានបង្កប់ខ្លួននៅក្នុងវាស្មៅដ៏កម្រាស់ក្រាស់ក៏បានលើកទ័ពវាយចូលទៅជំរុំរបស់ទ័ពអាល្លឺម៉ង់ដែលកំពុងតែភ្លេចខ្លួនដែលកំពុងតែដាំបាយហូបហើយក៏បានកាប់សម្លាប់ទាហានរបស់អាល្លឺម៉ង់ជាច្រើនប៉ុន្តែនេះវាគ្រាន់តែជាល្បិចកលរបស់អាល្លឺម៉ង់ទេគឺគេរត់ដេញតាមកាប់សម្លាប់ទាហានអាល្លឺម៉ង់ដោយមិននឹកស្មានថាទ័ពអាល្លឺម៉ង់គឺបានបង្កប់ខ្លួននៅក្នុងព្រៃដែលបង្កប់ទៅដោយកំភ្លើងយន្តគ្រប់ដៃធ្វើឲ្យទាហានរបស់លោកមេតប Nico នេះគឺស្លាប់ជាច្រើនគោដូចជាសម្រាមអញ្ចឹងហើយសម្រាប់សេះរបស់ Albert នេះគឺគេបានរត់ចូលទៅវងទាហានរបស់អាល្លឺម៉ង់នេះកន្លែងនេះហើយដែលស្លាប់កោភាយពីនឹងមិនថាមនុស្សមិនថាសត្វទេគឺស្លាប់ដោយសារកំភ្លើងយន្តរបស់អាល្លឺម៉ង់ហើយ Albert គឺតែងតែនឹករលឹកសេះគេជាប្រចាំតែងតែមើលរូបដែលគេគូណា
ហើយនេះគឺជាការប្រមូលផលបានមកដល់ហើយឪពុកម្ដាយរបស់គេក៏មានការសោកស្ដាយព្រោះដោយសារអាណិតកូនឃើញកូនសោកសៅហើយចំណែកបងប្រុសរបស់គេហើយនឹងមិត្តភ័ក្តិរបស់គេនេះបាននាំគ្នាពិភាក្សាគ្នាដើម្បីរោមមធ្យោបាយដើម្បីរត់គេចបងប្រុសរបស់ Albert គឺមានឈ្មោះថា David Nerakot ហើយពួកគេក៏បានរត់ចោលជួររហូតទៅដល់អាកាសដ្ឋានមួយហើយក៏ពួកគេក៏បានពិភាក្សាគ្នាដែលតើត្រូវធ្វើយ៉ាងម៉េចទៀតព្រោះដោយសារគេរត់ចោលជួរអញ្ចឹងណាហើយមេតបមេកងពលនេះក៏បានតាមទៅចាប់ពីរនាក់ហ្នឹងដែលរត់ចោលជួរហើយក៏សម្រេចចិត្តបាញ់សម្លាប់ចោលនៅទីកន្លែងនោះតែម្ដងអញ្ចឹងមិនថារត់ចោលជួរគឺមិនស្រួលណាទាហានរត់ចោលជួរកំពុងតែវាយហើយកន្លែងម្ចាស់អាកាសដ្ឋានទាំងពីរនេះដែរក្មេងស្រីនេះគឺមានឈ្មោះថា Jolie ដែលយកសេះបងប្រុសរបស់ Albert ហើយនឹងសេះរបស់មិត្តរបស់គេហ្នឹងគឺយកទៅរក្សាទុកដោយការស្រឡាញ់ហើយតបខាងតបព្រៃនេះគឺបានចូលមកដល់ក៏បានប្រមូលយកវត្ថុផ្សេងនៅក្នុងផ្ទះរបស់ពួកគាត់ទាំងពីរនិយាយទៅផ្ទះឃើញអីគឺយកហ្នឹងតែពេលហ្នឹងគឺមិនទាន់ឃើញសេះពីក្បាលនេះទេព្រោះគាត់យកទម្លាក់បាត់ហើយJolieនេះគេបានជីសេះលេងអញ្ចឹងទៅហើយក៏អាសេះខ្មៅមួយទៀតវាផ្អើលដោយសារអីJolieនេះគេបានជីចូលទៅតបហ្នឹងគឺបានបកត្រឡប់មកមិនសាទៀតហើយក៏ឃើញសេះពីក្បាលហ្នឹងក៏ខាងតបគេហ្នឹងក៏បានយកអាសេះពីក្បាលហ្នឹងទៅប៉ុន្តែJolieគេអត់ឲ្យយកទៅស្ដាយយំសោកបោកខ្លួនអញ្ចឹងណាពួកគេបានអោបហើយកុំទៅចង់បានសេះពីក្បាលហ្នឹងអីប្រយ័ត្នគេបាញ់ស្លាប់ហើយសេះនេះគឺបានដើរកាត់ព្រៃកាត់ភ្នំអញ្ចឹងទៅវាដាច់បាយដាច់ទឹកដាច់ស្បៀងដាច់ស្មៅដែរព្រោះមានស្មៅមកពីណាគេកន្លែងធ្វើសឹកសង្គ្រាមហើយតបអារម្មងគឺលេខសិតាកភ្លើងយន្តបាញ់មកចំគោដៅដែលខាងតបបងប្រុសរបស់ Albert នេះហើយអំឡុងពេលហ្នឹងគឺមានការស្ម័គ្រចិត្តចូលបម្រើកងទ័ពហើយ Albert គឺគេបានចូលបម្រើកងទ័ពខាងលោក Nico ហើយពេលនេះគឺ Albert កំពុងតែប្រយុទ្ធជាមួយនឹងទ័ពសត្រូវណាបងប្អូនហើយគឺមានមនុស្សស្លាប់ជាច្រើននៅក្នុងសមរភូមិហើយរឿងនេះគឺនិយាយអំពីការសម័យសង្គ្រាមនៅឆ្នាំ1914ណាបងប្អូនរវាងអង់គ្លេសហើយនឹងអារ៉ាម៉ង់អញ្ចឹងពេលហ្នឹងគឺអារ៉ាម៉ង់គឺវាយសន្ធប់ខ្លាំងមែនទែនមកលើទ័ពអង់គ្លេសដោយប្រើសិតតែកំភ្លើងយន្តធំនេះកន្លែងហ្វ្រង់សេដែលទ័ពអង់គ្លេសគឺគេបានជិះទៅបាញ់មកគ្រាប់កន្លែងហ្នឹងហើយដែលធ្វើឲ្យមនុស្សស្លាប់ជាច្រើនចាបែរចំណែកជាសេះនោះគឺអាសេះខ្មៅនោះគឺវាដួលហើយវាអស់កម្លាំងពេកក៏វាដួលនៅសល់តែសេះJonicសេះរបស់ Albert នេះគឺបានលោតរំលងរត់ក្រោះដើម្បីរត់ទៅរក Albert ចឹងណាហើយសេះហ្នឹងកន្លែងហ្នឹងគឺក្លាហានមែនតើហើយវាស្មោះស្ម័គ្រជាមួយនឹងម្ចាស់វាណាទៅសើមែនណាបងប្អូនសត្វខ្លះគឺអញ្ចឹងសុកចិត្តលះបង់ជីវិតពេលហ្នឹងក៏គេបានផ្លោងគ្រាប់មកក៏ខ្ទាតបំបែងខ្ទាតអីចំវាទៅក៏វាដួលទៅហើយខាងតបនេះគឺគេក៏បានមើលទៅគឺឃើញស្ងប់ស្ងាត់សង្គ្រាមនេះវាយគ្នាអស់រយៈពេល3ឆ្នាំហើយគេក៏បានបញ្ចប់នៅសង្គ្រាមនេះគេនាំគ្នាងើបឈរសងខាងហើយសេះរបស់ Albert ហ្នឹងគឺនៅរស់ពេលហ្នឹងគឺត្រូវតែរបួសជើងហើយនៅរស់ហើយចំណែក Albert នេះគឺគេបានរងនៅអំបែងធ្វើឲ្យប៉ះពាល់ដល់ភ្នែកណាឈានទៅដល់ការរុំភ្នែកដើម្បីព្យាបាលភ្នែកហ្នឹងបើសិនបើព្យាបាលមិនទាន់នេះគឺពេលហ្នឹងគឺនឹងអាចពិការភ្នែកគាត់បានណាហើយមិនមែនតែ Albert ទេគឺទាហានជាច្រើនដែលរងរបួសធ្ងន់ពេលដែលបញ្ចប់សង្គ្រាមមានទាហានខ្លះទៅគឺគាត់បាត់បង់ជីវិតទាហានខ្លះគឺគាត់ដាច់ដៃដាច់ជើងចំណែក Albert នេះគឺគាត់រងរបួសភ្នែកធ្វើឲ្យប៉ះពាល់ដល់ភ្នែកគឺត្រូវការព្យាបាលហើយសេះគាត់នេះក៏រងរបួសនៅនឹងជើងទៀតហើយគេក៏បានដឹក Albert មកដើម្បីឲ្យជួបសេះដែលស្មោះស្ម័គ្ររបស់គាត់ពេលដែលបញ្ចប់សង្គ្រាមគឺសេះទាំងអស់គឺគេត្រូវបានយកទៅដាក់សម្រាប់
đền thay gió miền tây xe mấy to về đây miền sấp đầm bay gió tập bàn đôi chiếc xe ở bờ đấy cái nôm kia gió mà đã đền thay miền môi nẹo miền chỉ tràn bàn nôm kia đền thay gió xe hay chùm này gió bờ nó có không tự đền gió xe qua đây có bàn tay đời xa lôi quát cứ ấp đòn lôi kia cái thà kia nẹo miền giống kia có ban đền xe nó gió đôi đầm lay quê con chị đọc hay bớn có ban cho sầm lần từ mưa mua nhà ta mẹ đi đá tại đợi đinh lay ở bám của ta đi lôi ra đá hay bớt có ban từ sông mồng bo lục ta lần này tại lục ta nó ngồi ớt prom oi set tới bớn nơi đầm lay thu lay thế hay có ban thì dưới chùm mùi bớn thấy có ban ở đào tranh từ tại đời sao xe đi đá biết qua mà chả vía nó vía đăng tham mà chả vía cũng có vía rút mà rồi bớt vĩnh này còn lại nó mưa tới cua còn sót đó nó bom bồn hay ta nó có chỗ mưa này mình thà con mình đi thế còn đăng này thì có cho mưa đây hay đầu về chân tứ có bớt có ban thì dưới mùi xe năng tha ai bạn mình chặt mày ơi ai lên đây cho mùi dương ai thì mày tới cho mùi nó mà chặt mày bài từ thấy đi dưới chóp có vô xe nó tới một con rồi ta cho mùi những ai giờ ta cho mùi nó cứ lên vậy lên ai chơi nhảy còn nó hơi nó đợt nâng chặt ha và hai chị con nó hay cứ cho mày chặt ở xe nâng ai giờ có bán bậc cô là xe nó ao tới bớt hay bớt cái lại nó cứ có con ta cho mùi những này hay có bán chi từ lọc màu tè với nhá vừa bị chọc sừng kia mai gọi chỉ từ lọp màu với hay mà đai rồi bao cái nó cứ tay đang coi nó một tè chỉ riêng rồi thay để chăm con hay có cho sờ lẫn khơi nhờ xe nắng có mình đang thay chỉ con này vừa đang thay chỉ con nó vừa sừng kiếm vừa ai bật mong chịu vượt nữa hay có nó ở bờ nó có ban chi mà đó là plei chỗ có khơi con những có họ ốc con chứ là nam mình đắc bom nó riêng sừng kriam đại cao máu cửa tai đèn đi hai con của bạn ở thì chụp cho mùi năng ở bộ của bọc con có do cả say năng do li ở bộ của bọc con chẳng ở riêng đi đá có xong tại bên trong tập bên đấy hay ở bom on ở ban tu sna này trên này admin mình ấy có xong chui con đó chui cho subscribe admin mình nè môi phóng nó bay lực tập chặt admin nó bay ban riêng mình to tiệt